មនុស្សដែលមិនបានបង្ហាញពីភាពស្មោះត្រង់ផ្ដោតលើអត្ថប្រយោជន៍ភ្លាមសូមចាត់ពុំមនុស្សភេទនេះវិធីនោះអ្នកអាចពួកគេស្គាល់អ្នកស្រស់បើអ្នកទាំង3នេះលាលែងថ្ងៃស្អែកមានបញ្ហាធំបំផុតអាចជាអ្នកជួលគេខ្ញុំមិនត្រូវការឲ្យលោកជួយនោះទេគ្រាន់តែមិនចូលទៅក្នុងផ្លូវរបស់កូនបើសិនជាឯងអាចរស់ឡើងវិញបានខ្ញុំនឹងសងដល់ជីវិតរបស់ខ្ញុំគ្មានអ្វីត្រូវបារម្ភទេអ្វីដែលសំខាន់បំផុតគឺយើងត្រូវដឹងពីដល់ឡែឯងចង់និយាយថាម៉េចអត់មានការផ្គត់ផ្គង់ខ្ញុំចង់បានពីកេះឯងនឹងបានម្រាមដៃមួយនៅពេលដែលកូនរបស់ខ្ញុំផ្ដល់ឲ្យតែមួយលើកប៉ុណ្ណោះគ្រប់យ៉ាងមានពេលរបស់តើលោកដឹងទេថាលោកកំពុងតែនិយាយពីស្អីគ្រប់យ៉ាងមានពេលរបស់វាគ្រាន់តែជាអ្នកដំណើរឆ្លងកាត់តើត្រូវទេត្រូវតែត្រឡប់មកវិញពេលនេះនាងមានឱកាសដើម្បីចាប់ផ្ដើមឡើងវិញលោកនិយាយដូចជាខ្ញុំគ្មានជំរឿអ្វីផ្សេងទៀតទេលោកមិនមានជំរឿអ្វីទេប៉ុន្តែជំនួសឲ្យការជ្រើសរើសអ្វីដែលត្រឹមត្រូវជ្រើសរើសអ្វីដែលមានប្រយោជន៍រឿងមហិច្ឆតាកូនប្រុសស្ដេចគ្រឿងញៀន